សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូនអំពីរបៀបបង្កើត Google account តាមកុំព្យូទ័របាទអញ្ចឹងចំពោះ Google account នេះគឺវាមានលក្ខណៈទូលំទូលាយបើសិនជាបងប្អូនមាន Google account មួយដែលយើងហៅថា Gmail address បងប្អូនអាច access អាចដំណើរការទៅលើ YouTube យើងប្រើក្នុង YouTube ក៏បាន Facebook ក៏បានយើងប្រើផ្ញើ email ឲ្យគ្នា Gmail ហ្នឹងក៏បានឬក៏បងប្អូនអាចបង្កើតជា blogger ក៏បានបាទអញ្ចឹងដើម្បីកុំឲ្យរងចាំយូរយើងចាប់ផ្ដើមតែម្ដងអញ្ចឹងអ្វីដែលសំខាន់គឺបងប្អូនត្រូវមានអ៊ីនធឺណិតដើម្បីបង្កើត account Google បានបងប្អូនត្រូវមានអ៊ីនធឺណិតបន្ទាប់មកបងប្អូនត្រូវចុចទៅលើ browser មួយគឺអាចបងប្អូនអាចប្រើ Chrome ក៏បានអាចប្រើ Mozilla ក៏បានអញ្ចឹងពេលនេះខ្ញុំជ្រើសរើសយក Mozilla អញ្ចឹងយើងចុចចូលទៅហើយបន្ទាប់មកនេះវានៅលើ screen នេះគឺ MSN អញ្ចឹងខ្ញុំត្រូវវាយចូល Google ខ្ញុំត្រូវប្រើ Google យើងវាយ Google មកបាទអញ្ចឹងយើងលោតផ្ទាំងនេះយើងឃើញមានស្វែងរករូបភាពផែនទី drive បកប្រែអី blogger ឯកសារហើយទីនេះយើងមានពាក្យថាចូលអញ្ចឹងដើម្បីបង្កើត account មួយបានយើងចុចលើចូលនេះមកបងប្អូនចុចលើចូលតមកវាបង្ហាញផ្ទាំងនេះមកមានគណនីតែមួយសម្រាប់ Google ទាំងអស់អញ្ចឹងនេះខ្ញុំជាប់គណនីរបស់ខ្ញុំនៅលើនេះអញ្ចឹងបងប្អូនអត់ទាន់មានបងវាលោតមកបែបនេះគឺអត់មានអីនៅក្នុងហ្នឹងទេហើយអ្វីដែលបងប្អូនត្រូវធ្វើគឺបងប្អូនចុចនៅលើនេះបង្កើតគណនីថ្មីដោយសារបងប្អូនអត់ទាន់មានគណនីអញ្ចឹងយើងអាចវាយ email ឬលេខពាក្យសម្ងាត់បានទេអញ្ចឹងយើងចុចលើបង្កើតគណនីថ្មីអញ្ចឹងបន្ទាប់ពីយើងចុចហើយវានឹងលោតនេះឲ្យយើងមើលវាលោតផ្ទាំងនេះឲ្យយើងមើលឲ្យយើងបំពេញអញ្ចឹងវាដាក់ថាបង្កើតគណនី Google របស់អ្នកគណនីមួយគឺគ្រប់គ្រាន់សម្រាប់អ្វីដែលអ្នកត្រូវការឈ្មោះអ្នកប្រើពាក្យសម្ងាត់តែមួយនាំឲ្យអ្នកចូលទៅអ្វីគ្រប់យ៉ាងរបស់ Google អញ្ចឹងបងប្អូនឃើញវាដាក់នៅនេះមាន G មាន G+ មាន Gmail មាន Chrome មានPlay Store មាន YouTube គឺបងប្អូនមានគណនីមួយគឺគ្រប់គ្រាន់ហើយបងប្អូនអាច access ទៅលើwebsite ទាំងអស់នេះបានយ៉ាងងាយស្រួលបាទអញ្ចឹងផ្ទាំងនេះគឺយើងដាក់ឈ្មោះអ្នកប្រើនាមខ្លួនឈ្មោះខ្លួនឯងរបស់យើងហ្នឹងឧទាហរណ៍ថាបងប្អូនឈ្មោះតារាខ្ញុំដាក់តារាបន្ទាប់មកតកូលបងប្អូនឈ្មោះព្រំបាទតារាព្រំអញ្ចឹងមកបន្ទាប់មកជ្រើសរើសឈ្មោះអ្នកប្រើឈ្មោះដែលបងប្អូនចង់ប្រើនៅលើ Gmail អញ្ចឹងខ្ញុំអាចដាក់ថាព្រំតារា gmail.com អញ្ចឹងមកអញ្ចឹងព្រំតារា gmail.com អញ្ចឹងវាលោតប្រាប់យើងថាឈ្មោះអ្នកប្រើនេះមានរួចហើយសូមព្យាយាមផ្សេងទៀតអញ្ចឹងមានន័យថាឈ្មោះដែលខ្ញុំដាក់នេះគឺមានគេប្រើហើយអញ្ចឹងខ្ញុំត្រូវដាក់ឈ្មោះផ្សេងព្រំតារា168នេះក៏គេប្រើហើយដែរអញ្ចឹងខ្ញុំដាក់ព្រំតារា7អញ្ចឹងវាអត់មានលោតមកប្រាប់ទៀតមានន័យថាយើងអាចប្រើមួយនេះបានបង្កើតពាក្យសម្ងាត់អញ្ចឹងនេះជា password របស់យើងអញ្ចឹងយើងគ្រាន់តែវាយ password មក password ដែលបងប្អូនត្រូវដាក់នេះជា password របស់ខ្ញុំគេថាប្រើពាក្យសម្ងាត់យ៉ាងហោចណាស់8តួអក្សរមិនត្រូវប្រើពាក្យសម្ងាត់ដែលមានតំបន់
បណ្ដាញផ្សេងឬអ្វីដែលច្បាស់លាស់ពេកដូចជាឈ្មោះសត្វចិញ្ចឹមរបស់អ្នកហេតុអ្វីអញ្ចឹងនិយាយថាកុំឲ្យដាក់ពាក្យសម្ងាត់សាមញ្ញពេកដូចដាក់ឈ្មោះសត្វដែលយើងចូលចិត្តអាចនឹងគេទុះទាយត្រូវគេលួចចូល lock ក្នុង account របស់យើងបានយ៉ាងងាយស្រួលអញ្ចឹងពាក្យសម្ងាត់បងប្អូនគួរតែដាក់ពាក្យណាដែលពិបាកចាំប៉ុន្តែងាយស្រួលសម្រាប់យើងចាំដែរពេលខ្លះបងប្អូនអាចនឹងភ្លេច password ខ្លួនឯងបាទទីនេះវាដាក់បញ្ជាក់ពាក្យសម្ងាត់របស់អ្នកនៅក្នុងភាសាអង់គ្លេសដាក់ confirm your password អញ្ចឹងយើងវាយ password ដែលយើងវាយបំបញ្ញមិញភាសាទៀតរួចរាល់អញ្ចឹងថ្ងៃនេះថ្ងៃកំណើតខែកើតខែណាបងក៏ខែមករាអញ្ចឹងមកដាក់ថ្ងៃ12,909 កុដអញ្ចឹងមកខ្ញុំភេទខ្ញុំជាអីភេទមាន3មានស្រីមានប្រុសមានផ្សេងអញ្ចឹងបងប្អូនភេទផ្សេងបងប្អូនដាក់ផ្សេងបាទផ្សេងទាំងភេទស្អីទូរស័ព្ទចល័តអញ្ចឹងលេខទូរស័ព្ទរបស់យើងដូចខ្ញុំដាក់លេខរបស់ខ្ញុំ016 16 40 គុត20គុត44អញ្ចឹងមកអាស័យដ្ឋាន email បច្ចុប្បន្នខ្ញុំដាក់រៀនចម្រុង 7@gmail.com បាទបំពេញរួចហើយអញ្ចឹងគេថាបញ្ជាក់ថាអ្នកមិនមែនជាមនុស្សយន្តរំលងការផ្ទៀងផ្ទាត់ប្រហែលទៀមទាអញ្ចឹងយើងវាតម្រូវឲ្យយើងវាយលេខនេះចូលក្នុងប្រអប់នេះអញ្ចឹងយើងវាយមក16 50គុតលេខ4ហើយបន្ទាប់មកយើងជ្រើសទីកន្លែងហ្នឹងគឺប្រទេសកម្ពុជា Cambodia អក្សរកឥណ្ឌូកម្ពុជាដូចនៅខាងលើកម្ពុជាទីនេះកម្ពុជានៅលើគេបាទកម្ពុជាបន្ទាប់មកបងប្អូនចុចពាក្យថាជំហានបន្ទាប់ next គឺនេះវាឲ្យយើងចុចលើយល់ព្រមយើងចុច tick លើយល់ព្រមមក tick តទៅពី tick ហើយបងប្អូនចុចជំហានបន្ទាប់ហើយនឹងវាដំណើរការទៅអញ្ចឹងទីនេះយើងបាន account ថ្មីមួយអញ្ចឹងចូលដំណើរការកម្មវិធីពិនិត្យមើលការជូនដំណឹងនិងការកែសម្រួលគណនីរបស់អ្នកអញ្ចឹងវាឲ្យ account របស់យើងហើយសូមស្វាគមន៍តារាអាស័យដ្ឋាន email ថ្មីរបស់អ្នកគឺ promdara7@gmail.com សូមអរគុណសម្រាប់ការបង្កើតគណនី Google វាប្រើដើម្បីប៉ុស្តិ៍ទៅលើ YouTube ជជែកវីដេអូដោយឥតគិតថ្លៃរក្សាទុកកន្លែងពេញនិយមនៅលើផែនដីនិងច្រើនទៀតនេះគឺយើងអាចយក account របស់យើងទៅ access ទៅលើ website ទាំងអស់នេះបានដោយងាយស្រួលបាទអញ្ចឹងឥឡូវយើងបាន account ថ្មីមួយហើយអញ្ចឹងយើងចុចមើលមកទីនេះវាដាក់ស្វែងរកផែនទី drive យើងអាចចុចកន្លែងចាប់ផ្ដើមអញ្ចឹងយើងឃើញនៅលើនេះមានន័យថានៅពេលដែលយើងចូលមកលើក្រោយវានឹងជាប់ account របស់យើងនៅទីនឹងស្រាប់អញ្ចឹងឥឡូវយើងបាន account ថ្មីមួយនឹងហើយយើងធ្វើជាចេញវិញយើងចេញពី account របស់យើងហើយយើងចូលមកសារថ្មីវិញអញ្ចឹងយើងចេញមិញយើងចុចចេញហើយឥឡូវយើងចុចចូលម្ដងយើងចុចចូលតមកនេះវា load ឲ្យស្រាប់ promdara7@gmail.com អញ្ចឹងខ្ញុំដាក់យើងគ្រាន់តែវាយ password មកប៉ុន្តែបើពេលបងប្អូន load វាឲ្យវាយ email បងប្អូនវាយ email សិនមក promdara7@gmail.com
gmail.com ហ្នឹងហើយបងប្អូនវាយ password ដែលបងប្អូនពេញបងប្អូនត្រូវចាំ password ដែលបងប្អូនបង្កើតពេលបង្កើតបងប្អូនត្រូវចាំជាដាច់ខាតអញ្ចឹងយើងចុចចូលចឹងយើងចូលមកហើយប៉ុន្តែតើយើងអាចធ្វើអ្វីបានខ្លះនៅពេលដែលយើងមាន Gmail របស់យើងមួយយើងអាចទៅមើល Gmail របស់យើងគ្រាន់តែវាយ Google google.com/gmail ចឹងមក gmail google.com/gmail យើងបានលើចឹងវា load Gmail ឲ្យយើងបាទនេះវា load ឲ្យអានេះគឺប្រអប់តំណាង Gmail អញ្ចឹងអ្វីដែលយើងត្រូវធ្វើយើងគ្រាន់តែចុច next មក nextរហូតចឹងមករហូតដល់វាចប់ហើយ go to Gmail មកនេះវាឃើញយើងឃើញផ្ទាំង Gmail របស់យើងនៅពេលយើងឃើញផ្ទាំង Gmail របស់យើងអញ្ចឹងយើងមានន័យថាយើងអាចប្រើប្រាស់វាបានអាចផ្ញើ email ឬក៏ទទួល email បានអញ្ចឹងចប់ហើយចំពោះការបង្ហាញរបស់ខ្ញុំចំពោះការបង្កើត Gmail អរគុណច្រើនសម្រាប់ការតាមដានទស្សនា